មុនបន្លឺនៃថ្ងៃថ្មីកើតជិតមកដល់នោះអ្វីៗនៅសង្ស្ងាត់នៅឡើយហើយមនុស្សម្នាជាច្រើនមកទីកន្លែងនេះមិនត្រឹមតែមកទស្សនាប្រាសាទអង្គរវត្តដែលជាស្នាដៃរបស់បុព្វបុរសខ្មែរបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយនោះទេប៉ុន្តែពួកគេមករងចាំអ្វីមួយដែលលើសពីការមើលឃើញនៅទីនេះអង្គរវត្តមិនត្រឹមតែជាប្រាសាទបុរាណតែប៉ុណ្ណោះទេប៉ុន្តែជាកន្លែងដែលពេលវេលានិងប្រវត្តិសាស្ត្របានជួបគ្នានៅត្រង់កំពូលប្រាសាទអង្គរវត្តហើយនៅពេលពន្លឺរះឡើងនៅត្រង់កណ្ដាលកំពូលដែលត្រូវបានពិភពលោកដឹងឮថាព្រឹត្តិការណ៍សមរាត្រីបានធ្វើឲ្យយើងមើលឃើញពីភាពអស្ចារ្យនិងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍មួយនេះហើយយើងក៏ចាប់ដើមសួរមកកាន់ខ្លួនឯងថាតើយើងកំពុងតែរស់នៅក្នុងអ្វីតើយើងកំពុងតាមដានអ្វីហើយអ្វីដែលនៅសល់ទៅពេលដែលពន្លឺនេះបានបាត់ទៅវិញអង្គរវត្តមិនត្រឹមតែជាអតីតកាលប៉ុន្តែជាសញ្ញានៃអ្វីដែលមនុស្សអាចបង្កើតនៅពេលដែលមានចក្ខុវិស័យនិងជំនឿពន្លឺនេះមិនត្រឹមតែបំភ្លឺប្រាសាទប៉ុណ្ណោះទេប៉ុន្តែពន្លឺមួយនេះបានបញ្ជាក់អំពីសេចក្តីសង្ឃឹមរបស់មនុស្សជាតិនិងប្រទេសជាតិទាំងមូលនេះហើយគឺជាអច្ឆរិយភាពអង្គរ